មកបង្ហាញពីរបៀបនៅក្នុងការ insert ប្លង់ linked ឬក៏ប្លង់ AutoCAD ហ្នឹងចូលទៅក្នុងកម្មវិធី Revit ដែលការ insert នេះគឺវាមានសារៈសំខាន់មែនទែននៅក្នុងការជំនួយទៅដល់ការ modeling load structure របស់យើងនិងការសិក្សាផ្ទៀងផ្ទាត់ជាមួយនឹង load ផ្សេងៗទៀតដែលវា related ជាមួយនឹង load structure របស់យើងឧទាហរណ៍ដូចជា load architect ហើយនិង MEP ជាដើមនៅពេលដែលខាង architect ឬមួយក៏ load ផ្សេងៗទៀតគាត់មានកំណែប្រាជ្ញគឺយើងអាចប្រើវិធីសាស្ត្រនេះដើម្បីផ្ទៀងផ្ទាត់ជាមួយនឹង model របស់យើងបានអញ្ចឹងដើម្បីធ្វើការ insert បានគឺយើងត្រូវទៅកាន់ tool insert នេះបន្ទាប់មកទៀតគឺយើងយកពាក្យថា linked មកដល់កន្លែងនេះគឺយើងត្រូវទៅ browse នៅ location file ដែលយើងចង់ធ្វើការ insert ហ្នឹងមកដាក់នៅក្នុងកម្មវិធី Revit អញ្ចឹងខ្ញុំត្រូវទៅ copy នៅ location ហ្នឹងមកតែម្ដងហើយយើងដាក់វាចូលមកក្នុងកន្លែង file name នេះមកយើង click enter កន្លែងនេះដែរគឺដោយសារតែខ្ញុំកំពុងតែឈរនៅជាន់ទី2នៃ model របស់យើងអញ្ចឹងខ្ញុំចង់ insert DWG file របស់ architect នៅជាន់ទី2ដែរដើម្បីធ្វើការផ្ទៀងផ្ទាត់មើលថាតើវាមានកំណែប្រាក់អីខ្លះបន្តមកទៀតយើងក៏លេចមកមើលពាក្យថា current view only ដោយសារតែខ្ញុំត្រូវធ្វើការផ្លាស់ប្ដូរ level របស់វាអញ្ចឹងគឺខ្ញុំអត់ tick នៅ option នេះទេសម្រាប់កន្លែង import unit នេះដោយសារតែ model ខ្ញុំគឺគូជាຂະຫນាត់ម៉ែត្រហើយ architect ក៏គូជាម៉ែត្រដែរអញ្ចឹងគឺយើង select យកម៉ែត្រចំពោះ column positioning នេះក៏វាសំខាន់ដែរប៉ុន្តែដោយសារតែយើងអត់ប្រើប្រាស់ coordinate ទេអញ្ចឹងគឺយើងយក auto center to center បន្តមកទៀតគឺខ្ញុំ place នៅលើ level 2ដែលយើងកំពុងតែឈរនេះកន្លែង orient to view នេះក្នុងករណីថាប្លង់ដែលយើង insert វាអត់ត្រង់នៅក្នុង model គឺយើង tick វាដើម្បីឲ្យវារត់មកត្រង់ជាមួយនឹង model របស់យើងអញ្ចឹងចំពោះ file CAD ដែលយើងធ្វើការ insert នេះគឺវាចូលមកក្នុង model របស់យើងហើយប៉ុន្តែតាក់ទងជាមួយនឹងទីតាំងរបស់វាគឺវាអត់ទាន់ត្រូវទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់នេះគឺយើងត្រូវធ្វើការ align grid line ដែលជាទីតាំងដែលយើងអាច base បានរវាងប្លង់ structure និងប្លង់ architecture បន្ទាប់ពីយើងធ្វើការ align ហើយគឺយើង pin វាមួយទៅដើម្បីជៀសវាងយើងប៉ះដៃទៅវារត់ខុសទីតាំងណាបងប្អូនឥឡូវនេះគឺយើងអាចធ្វើការផ្ទៀងផ្ទាត់ពីកំណែប្រែរវាងប្លង់ architect ជាមួយនឹង model របស់យើងបានហើយសម្រាប់ file CAD ដែលយើង insert មកហ្នឹងក៏យើងអាចធ្វើការ manage វាបានដោយប្រើប្រាស់ view template ដែរយើងអាចចូលមកក្នុងកន្លែង import category នេះបន្តមកទៀតគឺយើងអាចអូសមករកឈ្មោះ file ដែលយើងបានធ្វើការ insert ហ្នឹងយើងចង់បិទបើកវាឬមួយក៏យើងចង់បិទបើក layer ណាមួយនៅក្នុង file ហ្នឹងក៏យើងអាច manage វាបានដែរហើយនេះគឺជាការចែករំលែកវិធីសាស្ត្រនៅក្នុងការប្រើប្រាស់ tool ផ្សេងៗនៅក្នុងកម្មវិធី Revit ជូនទៅកាន់បងប្អូនទាំងអស់គ្នាហើយសម្រាប់វិធីសាស្ត្រផ្សេងៗទៀតខ្ញុំនឹងព្យាយាម upload ជូនបងប្អូននៅក្នុងវីដេអូក្រោយអញ្ចឹងសូមអរគុណសូមជម្រាបលា